របៀបបើគណនីជួញដូរអនឡាញចំនួនទី2ជំហានដំបូងសូម download កម្មវិធី CSA Trade រួចចូលទៅកាន់ទំព័រដើមហើយស្វែងរកមុខងារបើគណនីជួញដូរចូលដល់ទំព័រមួយនេះសូមអ្នកចុចលើប៊ូតុងបើគណនីជួញដូរប្រសិនបើអ្នកមិនទាន់មានជំហានបន្ទាប់សូមអ្នករើសយក broker ដែលលោកអ្នកពេញចិត្តរួចរាល់សូមចុចលើប៊ូតុងបន្ទាប់នៅក្នុងទំព័រមួយនេះសូមអ្នកអានទៅលើកិច្ចព្រមព្រៀងរួចរាល់សូមចុចคลิกទៅក្នុងប្រអប់រួចចុចលើប៊ូតុងយល់ព្រមជំហានបន្ទាប់សូមចុចលើប៊ូតុងវិនិយោគិនជនជាតិខ្មែរប្រសិនបើអ្នកជាជនជាតិខ្មែរនៅជំហានបន្ទាប់សូមបញ្ចូលលេខទូរស័ព្ទដៃនិងបង្កើតលេខសម្ងាត់ចំនួន6ខ្ទង់រួចរាល់សូមចុចលើប៊ូតុងបញ្ជាក់នោះអ្នកនឹងទទួលបានសារបញ្ជាក់ពី OTP code បញ្ចូលរួចរាល់សូមចុចលើប៊ូតុងបញ្ជាក់ជំហានបន្ទាប់សូមថតរូបអត្តសញ្ញាណប័ណ្ណនិងចុចលើប៊ូតុងយល់ព្រមអ្នកត្រូវប្រាកដថារូបភាពអត្តសញ្ញាណប័ណ្ណរបស់អ្នកថតបានច្បាស់ល្អដោយពុំមានពន្លឺចាំងសូមធ្វើការផ្ទៀងផ្ទាត់រួចចុចលើប៊ូតុងបញ្ជាក់ជំហានបន្ទាប់សូមថតផ្ទៃមុខរបស់អ្នករួចចុចលើប៊ូតុងយល់ព្រមសូមដាក់ផ្ទៃមុខរបស់អ្នកស្ថិតក្នុងរង្វង់អ្នកត្រូវប្រាកដថាផ្ទៃមុខរបស់អ្នកស្ថិតក្នុងរង្វង់ពេញលេញនិងមានផ្ទៃខាងក្រោយស្រឡះល្អសូមពិនិត្យមើលរូបភាពនិងព័ត៌មានអត្តសញ្ញាណប័ណ្ណរបស់អ្នកសូមចុចទីទៅក្នុងប្រអប់ដើម្បីធានាថាព័ត៌មានដែលអ្នកបានបញ្ចូលគឺពិតជាត្រឹមត្រូវរួចរាល់សូមចុចលើប៊ូតុងបញ្ជាក់នៅក្នុងទំព័រមួយនេះសូមអ្នកបញ្ចូលព័ត៌មានផ្សេងៗនិងព័ត៌មានកងធនាគាររបស់អ្នករួចរាល់សូមចុចលើប៊ូតុងរក្សាទុកចូលដល់ទំព័រមួយនេះសូមអ្នកអាប់ឡូតសៀវភៅគ្រួសារប្រសិនបើអ្នកមានជំហានបន្ទាប់សូមអ្នកចុចហត្ថលេខាហើយធ្វើការផ្ទៀងផ្ទាត់រួចចុចលើប៊ូតុងយល់ព្រមចូលដល់ទំព័រមួយនេះសូមអ្នកផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកឡើងវិញសូមចុចទីក្នុងប្រអប់ដើម្បីធានាថាព័ត៌មានរបស់អ្នកគឺពិតជាត្រឹមត្រូវរួចរាល់សូមចុចលើប៊ូតុងបញ្ជាក់ជំហានចុងក្រោយនោះគឺសូមអ្នកទូទាត់ប្រាក់តាមរយៈកងធនាគារឬប្រើ promo code ការស្នើរបស់អ្នកទទួលបានជោគជ័យរយៈពេល1ថ្ងៃក្រោយបន្ទាប់ពីការស្នើសុំបានជោគជ័យសូមចូលទៅកាន់ទំព័រដើមរួចចុចលើប៊ូតុងបើគណនីជួញដូរសូមចុចលើប៊ូតុងតាមដានការស្នើបន្ទាប់មកសូមរើសយក broker ដែលលោកអ្នកបានដាក់ស្នើនោះអ្នកនឹងឃើញលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរបន្ទាប់មកសូមចុចលើប៊ូតុងដំណើរការគណនីចូលដល់ទំព័រមួយនេះសូមចុច tick ទៅក្នុងប្រអប់រួចចុចប៊ូតុងដាក់ស្នើសូមអ្នកអានទៅលើកិច្ចព្រមព្រៀងនិងយល់ព្រមលើការប្រើប្រាស់កម្មវិធី CSA Trade សូមចុច tick ក្នុងប្រអប់និងចុចប៊ូតុងបន្ទាប់ចូលដល់ទំព័រមួយនេះសូមបំពេញឈ្មោះអ្នកប្រើប្រាស់សូមបំពេញលេខសម្ងាត់ចំនួន6ខ្ទង់និងលេខ OTP code រួចរាល់សូមចុចលើប៊ូតុងដាក់ស្នើចូលដល់ទំព័រមួយនេះសូមរើសយក broker ដែលលោកអ្នកបានដាក់ស្នើសូមបំពេញឈ្មោះនិងលេខសម្ងាត់របស់លោកអ្នករួចរាល់សូមចុចលើប៊ូតុងចូលហើយអ្នកនឹងទទួលបានគណនីជួញដូរភាគហ៊ុនយ៉ាងពេញលេញ